បាទសូមគោរពជំរាបសួរបងប្អូនអ្នកស្នេហាកីឡាប្រដាល់ទាំងអស់គ្នាបងប្អូនបាទរំលឹកការប្រកួតរបស់ធឿនធារាកាលពីឆ្នាំ2022បាទនៅបៃសង្វៀនថៃហ្វៃបងប្អូនបាទឃើញថាបាត់មុខធឿនធារាមួយរយៈពេលហើយក៏ធឿនធារាក៏មួយរយៈពេលនេះបាទក៏បាត់បង់ប្រជាប្រិយភាពបាទខ្លះដែរបងប្អូនបាទប៉ុន្តែបាទថ្ងៃខាងមុខនេះអាចថានឹងមានការជំនួបបាទរវាងធឿនធារានិងរុស្ឡិនដែលនឹងត្រៀមប្រកួតបាទសងសឹកបាទក៏ដូចជាការពារនៅខ្សែក្រវ៉ាត់ផងដែរបាទតោះនេះមុននឹងបងប្អូនចាប់ផ្ដើមទស្សនាការប្រកួតរបស់ធឿនធារាសងសឹកជាមួយនឹងរុស្ឡិនបាទរំលឹកការប្រកួតជាមួយនឹងសៃយុគនិងធឿនធារាបាទនៅសាវៀនថៃហ្វៃកាលពីឆ្នាំ2022បាទឃើញថាពេលនោះហើយគឺជាពេលវេលាមួយដែលធឿនធារាមានឈ្មោះបោះសម្លេងបាទដូចជាការប្រកួតនេះធ្វើឲ្យធឿនធារាបាទមានមុខមាត់បាទធ្វើឲ្យធឿនធារាបាទប្រែប្រួលបាទជីវភាពបាទ180ដឺការ៉េតែម្ដងមកមុនបាទឥឡូវនេះគឺបងប្អូនបាទយើងរីទស្សនាទាំងអស់គ្នាបាទឥឡូវនេះគឺលោកគ្រូអេវិថងកំពុងតែប្រសិទ្ធិបាទដាក់មន្តអាគមអូមអាមដើម្បីឲ្យធឿនធារាទទួលបានជ័យជំនះបាទទៅលើដៃគូរបស់ខ្លួនបាទឃើញថាលោកគ្រូអេក៏ជាលោកគ្រូម្នាក់ដែលបាទជាកីឡាករលំដាប់ស្រុកខ្មែរបងប្អូនបាទការចំណងលោកគ្រូគឺបាទស៊ីរៀបម៉ាស៊ីបងប្អូនបាទជាពិសេសគឺកែងឆេះជង្គង់ហោះបាទនិងទម្ងន់ជើងដ៏ខ្លាំងក្លារបស់លោកគ្រូផងដែរបាទងាកមកមើលកីឡាករបាទសៃយុគវិញបាទក៏ជាកីឡាករលំដាប់ Grade A របស់ប្រទេសថៃដែរបងប្អូនបាទកីឡាករសៃយុគនេះគឺបាទបើនិយាយពីសមត្ថភាពវិញគឺបាទខ្លាំងខ្លាមែនទែនបាទជាពិសេសទម្ងន់ជើងឆ្វេងរបស់គាត់បើសិនជាប្រហែសអាចនឹងប្រហោងបាទហើយក៏ធ្លាប់ដួលកីឡាករអន្តរជាតិជាច្រើនរូបផងដែរបាទហ្នឹងគឺយើងប៉ះគ្នាជាមួយនឹងធឿនធារាបាទដែលធឿនធារាក៏ជាកីឡាករបាទ Superstar ស្រុកខ្មែរដែរបងប្អូនបាទទម្ងន់72បាទកន្លះបាទតោះឥឡូវនេះយើងរីទស្សនាទាំងអស់គ្នាបាទគូសដៃគ្នាមួយជាការស្វាគមន៍បាទធាក់មួយជើងរបស់ធឿនធារាអូខេនៅក្នុងទឹកទី1បាទតតមួយជើងអត់ដល់ទេពីធឿនធារាធាក់មួយជើងទៀតចំក្បាលពុះសុទ្ធតែផ្លាច់បងប្អូនបាទអូហូបាទធ្ងន់ណាស់តតមួយជើងភាសាយកតតសងមួយធឿនធារាវិញអាយយយបាទគីឡូធំគឺមិនស្រាលទេតតមួយជើងអត់ដល់ទេពីធឿនធារាអាយ៉ាញល់មួយអត់ដល់ពីសាយុកបាទចូលហោតតមួយជើងអូយជើងឆ្វេងធ្ងន់ណាស់បងប្អូនបាទអាយ៉ាធារាខាមួយចូលពេញក្បាលអូហូបាទចូលគុំជាមិញបាទអាយ៉ាដល់លោកជាអីក្តៅហើយនេះអូបាទធាក់មួយជើងវិធីតារាតមួយជើងទៀតអីយយកិច្ចតន់បាទសាយុកដើរចូលមិនតប្រហែសទេបាទកីឡាករលំដាប់ដូចគ្នាបាទតែហ៊ានប្រហែសគឺប្រហោងតមួយជើងសាយុកអីយយអូយអញ្ញាកដារេរហើយបាទហាក់បុកអីយយខាវឆ្វេងខាវច្ដាំពីសាយុកបាទអាយ៉ាធារាចូលតមួយជើងសាយុកអាយ៉ានោះក្បាលពុះមួយផាច់វត្តអាយ៉ាឆ្វេងច្ដាំក្បាលពុះដាក់ផាំងអូកាយមួយទៀតអូក្បាលពុះតើអីបែកឈាមបាត់បងប្អូនបាទសាយុកបែកឈាមបាត់ហើយបងប្អូននេះអូនេះកាយមួយទៀតអូចំមកកន្លែងដបៅដែរបងប្អូនបាទតើអីនេះតមួយជើងសងវិញសាយុកនេះក្បាលពុះផាច់វត្តលើខាវម្ដាយវិញអត់ត្រូវទេនេះកាយមួយទៀតច្ដាំអូយតើអីបែកពេញមុខបងប្អូនអូយនេះងន់បុកកណោតមួយទៀតយយសងវិញបន្ថែមអូយខោបងប្អូនបាទអញ្ញាកដាលបែកបាត់ហើយបងប្អូនបាទយ៉ាងម៉េចទេអញ្ញាកដាលបាទការពួកសិនគ្រូពេទ្យកំពុងតែពិនិត្យមើលថាតើយ៉ាងម៉េចសង្ស័យបងប្អូនសង្ស័យហើយអូបាទនេះធឿនធារាអូបញ្ឈប់ការប្រកួតបាត់ទៅហើយបងប្អូនបាទសោកស្ដាយបាទចំពោះសាយយកបាទក៏សូមជួយរួមត្រេកអរចំពោះកីឡាករធឿនធារានេះបាទអូផ្ដួលស្ដាច់បដាល់ថៃបានណាបងប្អូនបាទធឿនធារានេះខ្លាំងណាស់បងប្អូនអូយបាទចឹងឃើញថាធឿនធារាបាទអាចឈ្នះបាទសាយុកនៅក្នុងទឹកទី1ដែលផ្ដួលសាយុកឲ្យបោះបង់ការប្រកួតដោយសាយុកគឺមេរបួសធ្ងន់ណាស់បងប្អូនអើយបាទវ៉ាវសាយុកនេះបាទគេស៊ីអស់ហើយមកអាស៊ីនេះបាទអាចធ្លាប់ឈ្នះកីឡាករយៀកឡុងទេបងប្អូនបាទនេះ
សាយយកនឹងឃើញថាសិលធម៌ល្អណាស់បងប្អូនមួយកីឡាករខ្ញុំសូមសរសើរកីឡាករថៃមួយនឹងបាទគេហៅថានៅចាស់ទុំបងប្អូនបាទចាស់ទុំណាស់បាទនេះលោកគ្រូអេសប្បាយចិត្តបងប្អូននេះអូយអបគុណសិស្សអីយលើកដៃទៀតអូបាទតុងជាតិខ្មែរនៅជាប់ធឿនតារាអេមបងប្អូនបាទអូហូបាទមិនធម្មតាទេឥឡូវយើងមកទស្សនាភាពយឺតនេះដាក់ម្ដាយក្បាលពុះផាច់ខាងម្ដាយវិញខុសតោទៀតហើយបងប្អូនទៀតផាច់យនេះពេញបាទតោហើយផ្លាច់យោនេះបុកកណូតមួយផ្លាច់ទៀតបាទផាច់នេះកន្លែងនេះបងប្អូនកន្លែងហ្នឹងកន្លែងនេះគឺបែកនេះមានស្នាមបែកធ្លាក់ជាមកផ្លាច់នេះក្បាលពុះមួយផាច់ទៀតឆ្វេងច្ដាំធ្ងន់តោហើយនេះវ៉ាវទាត់មកជើងផ្សាយយកធឿនតារាចូលផ្លាច់ក្បាលពុះខាងម្ដាយវិញផ្សាយយកខុសតោហើយក្បាលពុះមួយទៀតនេះឆ្វេងច្ដាំក្បាលពុះតោហើយគីអីផាច់មួយទៀតនេះបុកកណូតមួយផាច់នេះកន្លែងនេះបងប្អូននេះផាច់អូយយោយប្រហោងបងប្អូនបាទប្រហោងបាទហើយនេះបែកឈាមបងប្អូនបាទនេះបាទធឿនតារាកាលហ្នឹងគេថាពេញកម្លាំងបងប្អូនបាទអាយុតែ22ទេបងប្អូនបាទ22គឺពេញកម្លាំងហើយបាទហើយធឿនតារាមិនគីឡូតិចទេបងប្អូនគីឡូ72កន្លះបាទពេលហ្នឹងបាទនេះបងប្អូនបាទអូយយោយបាទនេះធ្ងន់បងប្អូនណានេះតោហើយអញ្ញាកដាលប្រឈប់បងប្អូនបាទហ្នឹងបងប្អូនឥឡូវនេះយើងប៉ុណ្ណឹងសិនចុះហើយយើងនឹងចាំទស្សនាការប្រកួតរបស់ធឿនតារាបាទសងសឹកទៅលើកីឡាករ Rosalind បាទដែលផ្ដួលធឿនតារាចាប់ការទឹកទី1ក៏បាទកាលពីឆ្នាំតបងប្អូនបាទហើយយើងចិត្តបានឃើញការប្រកួតរបស់គាត់ទៀតហើយបងប្អូនបាទអញ្ចឹងយើងរងចាំទស្សនាតថាតើធឿនតារាបាទអាចយកឈ្នះកីឡាករ Rosalind បានដែរឬក៏យ៉ាងណាបងប្អូនយើងចាំទស្សនាទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនបើសិនជាពេញចិត្តការថែរក្សាខ្ញុំបាទកុំភ្លេចជួយចុច Subscribe សញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូបាទបន្ថែមទៀតផងដែរបាទសូមអរគុណ